គឺស្រីបងប្អូនទាំងគ្នាបងប្អូនធ្លាប់ឃើញហើយធ្លាប់ឮក្មេងៗដែលនៅប្រជុំជនឬក៏នៅសាលាតែងតែដួលសន្លប់ពីច្រើនការដួលសន្លប់ហ្នឹងវាមានច្រើនជំងឺហើយថ្ងៃនេះខ្ញុំលើកយកជំងឺមួយគឺជំងឺសង្កូបឬក៏ថាមកពេលខ្មែរមកថាជំងឺខ្យល់កោជំងឺខ្យល់កោគឺជាជំងឺមួយដែលបាត់បង់ស្មារតីឬក៏បាត់បង់ស្មារតីដោយសារចរន្តឈាមដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលនិងសរីរាង្គផ្សេងៗឲ្យបានគ្រប់គ្រាន់ហើយមូលហេតុដែលធ្វើឲ្យសន្លប់ហ្នឹងវាមានទីមួយគឺខ្វះជាតិទឹកអញ្ចឹងការខ្វះជាតិទឹកដែលច្រើនដែលធ្វើឲ្យសន្លប់ដែរមួយទៀតការឈរយូរឬក៏ឈរនៅកន្លែងហាលថ្ងៃអញ្ចឹងក៏ឲ្យសន្លប់ដែរហើយទី3គឺភាពតានតឹងអារម្មណ៍ឬក៏ stress ហ្នឹងក៏អាចឲ្យសន្លប់ដែរហើយរោគសញ្ញាមុននឹងសន្លប់ហ្នឹងយើងអាចដឹងទី1វិលមុខស្រាខ្លួនហើយធីងធងហើយស្រាខ្លួនអួតចង្អោរស្ពឹកសាច់ដុំឬក៏ដៃជើងឬក៏លំមួក្រពើហើយស្បែកត្រជាក់បែកញើសចុងដៃចុងជើងឬក៏បែកញើសច្រមុះហើយមួយទៀតជាបាក់បេះដូងដែលយឺតសម្ពាធឈាមចុះនេះគឺសញ្ញាទូទៅរបស់ជំងឺសង្កូបហើយដើម្បីបង្ការកុំឲ្យកើតជំងឺខ្យល់កោហ្នឹងទី1លើកទឹកចិត្តឲ្យញ៉ាំទឹកឲ្យកូនញ៉ាំទឹកឲ្យបានច្រើនឲ្យកូនដេកឲ្យបានគ្រប់គ្រាន់ផ្ដល់អាហារ3ពេលនិងអាហារសម្រន់ឲ្យបានគ្រប់គ្រាន់ពេលទៅបង្រៀនកូនពេលដែលវិលមុខត្រូវឲ្យគាត់អង្គុយចុះឬក៏គាត់ដេកណានឹងសំកុំឲ្យកុំឲ្យគាត់វិលខ្លាំងគាត់ដួលទៅអាចនឹងគ្រោះថ្នាក់ជំងឺផ្សេងៗអាចនឹងរបួសស្នាមនៅខួរក្បាលអីជាដើមអាចបែកក្បាលអីចឹងហើយយើងត្រូវពេលណាគាត់នឹងដឹងខ្លួនទៅវិញគួរត្រូវឲ្យគាត់ងើបយឺតដែរណាកុំឲ្យគាត់ពេលខ្លះគាត់ឆាប់ងើបអញ្ចឹងបើថានេះទេឲ្យគាត់គេងឲ្យបានយូរបើយើងដឹងថាកូនតែមិនដឹងខ្លួនទេយើងកុំឲ្យគាត់ងើបក៏បានដែរហើយមួយទៀតយើងជិះវៀនការឈរយូរឬក៏ឈរហាថ្ងៃក្តៅហ្នឹងគឺយើងជិះវៀនទៅបន្ថែមពួកទឹកដែលមានឬក៏ទឹកដែលមានសូដ្យូមដែលមានជាតិបរ៉ាតិចឬក៏អូលីតពីច្រើនដែលយើងមានសម្បូរទីផ្សារមានអូលីតអញ្ចឹងឲ្យគាត់ញ៉ាំទឹកអូលីតឲ្យបានច្រើនទៅអញ្ចឹងរាល់ដែលបងប្អូនមានអាការៈឬក៏សញ្ញាខាងលើសូមបងប្អូននាំកូនទៅជួបនឹងមជ្ឈបណ្ឌិតឬក៏គ្រូពេទ្យដើម្បីឲ្យគាត់វាយតម្លៃថាតើនឹងព្យាបាលតែជំងឺនេះពិតជាជំងឺខ្យល់កោពិតប្រាកដឬក៏អាចនឹងមានជំងឺផ្សេងៗអញ្ចឹងបងប្អូនត្រូវតែប្រញាប់នាំកូនទៅជួបនឹងមជ្ឈបណ្ឌិតសូមអរគុណ